ត្រីដែលគាត់មករដូវមិនទៀងរាំងរដូវអាចប្រឈមជាមួយការអត់មានកូនទី2នៅពេលដែលមករដូវអត់ទៀងរាំងរដូវគឺធ្វើឲ្យគាត់មានអារម្មណ៍ថា stress ខុសពីធម្មតាប្រែប្រួលនៅអរម៉ូនអឺដ្រូសែនចាប់ផ្ដើមឆេវឆាវចាប់ផ្ដើមមួម៉ៅចាអារម្មណ៍ឡើងចុះគ្រប់គ្រងអត់បានទេរឿងទី3ធ្វើឲ្យគាត់ប្រែប្រួលទៅលើសម្រស់អត់ធ្លាប់ឡើងមុនឡើងជាប់អាចរុយប៉ុន្តែនៅពេលដែលរដូវអត់ទៀងរាំងរដូវចាប់ផ្ដើមឡើងអាចមុនឡើងជាប់ឡើងអាចរុយស្បែកស្ងួតប្រផេះស្អាប់ចាមានអារម្មណ៍ថាខ្លួនឯងរបៀបដូចអ្នកទាស់កូនខ្ចីអញ្ចឹងណាចានេះគឺជាផលវិបាកសំខាន់ដែលស្ត្រីគាត់ជួបហើយអីដែលសំខាន់មួយទៀតណាអ្នកដែលគាត់មករដូវអត់ទៀងឬក៏រាំងរដូវច្រើនតែប្រឈមជាមួយការមានគិសឈាមនៅដៃស្បូនឬក៏កពេញអូវែកើតមានជាប្រភេទដុំឈាមទូចនៅនឹងតោងជាប់ជាមួយនឹងស្បូនរបស់គាត់តែម្ដងចាជាមូលហេតុដែលធ្វើឲ្យស្ត្រីអាចនឹងមករដូវតិចហើយចុកពេលមករដូវចាមានក្លិនអត់ល្អអីជាដើមចាអញ្ចឹងកត្តាទាំងអស់នេះហើយគឺជាផលវិបាកនៅពេលដែលយើងមានបញ្ហារដូវអត់ទៀងហើយនឹងរាំងរដូវហើយអ្វីដែលសំខាន់ណាស់បងស្ត្រីកាលណាយើងមានបញ្ហាទាំងអស់នេះមិនត្រឹមតែប៉ះពាល់សុខភាពប៉ះពាល់ទាំងសម្រស់ដូច្នេះអ្នកគ្រូលើកទឹកចិត្តបងដែលគាត់តែងតែមករដូវអត់ទៀងចាឬក៏រាំងរដូវសូមឲ្យគាត់ប្រញាប់ក្នុងការព្យាបាលហើយដំណោះស្រាយងាយច្រើនខ្លាំងមែនតើចាអញ្ចឹងបើសិនជាបងចង់ឲ្យរដូវមកទៀងទាត់មិនរាំងរដូវចង់បានដំណោះស្រាយបងអាចតាក់ទងមកកាន់អ្នកគ្រូបានអរគុណ